សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូទី5ដែលខ្ញុំនឹងបង្ហាញអ្នកនរគ្នាពាក់ព័ន្ធទៅនឹង option កាមេរ៉ានិង render អញ្ចឹងក្នុងកាមេរ៉ានេះអ្នកនរគ្នាគ្រាន់តែនេះអត់ឃើញហ្នឹងណាអញ្ចឹងកាមេរ៉ាហ្នឹងគឺនៅជាមួយកន្លែង ambient ដូចគ្នាណានេះคลีលើកាមេរ៉ាហ្នឹងមកអញ្ចឹងដំបូងគេគឺគេមានកន្លែង auto exposure អញ្ចឹងពីច្រើនយើងអត់សូវកំណត់ទៅលើ auto ហ្មងទេយើងកំណត់ខ្លួនឯងហេតែនេះគឺជា like auto exposure អញ្ចឹងវា load មក auto ហ្មងអញ្ចឹងណាអញ្ចឹងបើសិនជាអ្នកនេះចង់ឲ្យវាមក auto ទៅអ្នកនេះ antique វាចោលទៅហើយសេរីទៅតាមតម្រូវការអ្នកនេះបានដូចគ្នាកន្លែង viable នេះគឺក្រៅត្រជាក់ដូចខ្ញុំបានបង្ហាញកាលពីវីដេអូមុនអញ្ចឹងទាញទៅលើហើយទាញទៅលើក្តៅទាញទៅក្រោមទៅវាត្រជាក់វាមានអារម្មណ៍ថាពណ៌វាត្រជាក់អីអញ្ចឹងណាហើយអ្នកនេះអាច click លើ local exposure បន្ថែមទៀតមកវាមានការសេរីបន្ថែមទៅលើ shadow ទៅលើ highlight ទៅអញ្ចឹង highlight រៀងស្រាល shadow រៀងដិតឬក៏ចង់បានស្រាលទៅតាមការសេរីរបស់អ្នកនរនេះបានដូចគ្នាទៀតអញ្ចឹងអ្នកនេះចង់ទាញទៅរៀងដិតតម្លាក់ទៅរៀងស្រាលហ្នឹង highlight ដូចគ្នាដែរ highlight ទាញទៅដិតវាដូច contrast អញ្ចឹងណាអត់ដិត shadow ទាញទៅរៀងមានថាស្មៅដិតណាអាហ្នឹងកន្លែងស្រីគឺកន្លែងមានប៉ុណ្ណឹងកន្លែងគឺជាកន្លែង land ដូចជា field of view ហ្នឹងឯងអ្នកនេះធ្លាប់ render អ្នកនេះដឹងឯងពីច្រើនខ្ញុំ render គឺខ្ញុំភាសាឈរឆ្ងាយអញ្ចឹងឯងថាអត់ហើយខ្ញុំzoom វាឲ្យចិត្តឲ្យលេខ25ដឺក្រេអញ្ចឹងទៅដល់ពេលយើង render ទៅស្អាតអញ្ចឹងណាហ្នឹងអាស្រ័យទៅតាម view របស់យើងឯងខ្ញុំអត់ recommend ឲ្យអ្នកនេះថាតើធ្វើយ៉ាងស្អាតទាំងអស់ហើយណាហ្នឹងហើយហ្នឹងជា field of view អ្នកនេះអាចសេរីបន្ថែមទៀតទៅលើ color អានេះប្រភេទដូចអ្នកនេះទាញទៅលើទៅរៀងងឹត focus ទៅលើហ្នឹងអញ្ចឹងណាចង់ឲ្យវាសអ្នកនេះទាញមករៀងសជាមួយអញ្ចឹងចានេះដូច focus អានេះគឺកន្លែងសេរីរៀងបែបនេះ effect បែបហ្នឹងអញ្ចឹងពីយ៉ាងហ្នឹងខ្ញុំអត់សេរីទេខ្ញុំបិទហើយអានេះកន្លែង focus នេះវាអាស្រ័យទៅតាមរូបភាពអ្នកនរដូចគ្នាទៅតាម project អ្នកនរដូចគ្នាអ្នកនេះចង់បានរៀង focus បើកហ្នឹងមក focus ហើយបិទវិញមកជាការស្រេចនេះ depth of field បើកនេះទេអ្នកនេះហ៊ានបើកហ្នឹងគឺរៀងព្រាលហើយ render មករៀងព្រាលហ្មងលះហៅដោយសារតែនេះគឺជាកន្លែង focus ដូចជាក្នុង escape អញ្ចឹងអ្នកនេះគ្រាន់តែ click លើហ្នឹងមកត្រាក់វិញមកអាខាងក្រៅរៀងព្រាលហើយចឹងក្នុងនេះវាអត់សូវមាន model ផ្សេងៗចឹងវាសូវចាប់បាននេះចឹងកន្លែងនេះគឺជាកន្លែង focus ហ្នឹងហើយដល់ទីច្រើនខ្ញុំអត់សូវជាប្រើកន្លែងហ្នឹងទេខ្ញុំអាច antique វាចោលហ្មងកន្លែងនេះប្លំហ្នឹងភាព blur ឯណាចឹងដោយសារតែក្នុងនេះវាមាន model ច្រើនគឺវាមើលទៅដឹងទេ blom intensity គឺជាកម្លាំងនៃ blom របស់យើងទៅប៉ុន្តែខ្ញុំអត់សូវបានសេរីកន្លែងហ្នឹងមែនទេកន្លែងហ្នឹងครับនេះចឹងកន្លែងហ្នឹងគឺប្រភេទប្លំហ្នឹងឯងរៀងមើលទៅរៀងដូចលះមើលនឹងកញ្ចក់អញ្ចឹងអាហ្នឹងអាស្រ័យការយកឃើញរបស់អ្នកនរដូចគ្នាចឹងខ្ញុំសូវដាក់ប្រើហ្នឹងទៅខ្ញុំបិទវិញទៅ click លើហ្នឹងទៅបិទហើយ click លើហ្នឹងទៅបិទហើយបែបហ្នឹងហើយកន្លែងនេះដូចជា composition អ្នកនេះអាចបើក grid មកដើម្បីធ្វើការ render ឲ្យស្មើអញ្ចឹងអាចចាប់បើក grid ទៅដើម្បីធ្វើការ render អញ្ចឹងទៅចឹងកន្លែងនេះគឺជាកន្លែងបន្ថែម column ហ្នឹងគឺជាជួឈរ row ជួដេកចឹងហ្នឹងគឺជាកន្លែងបើក grid ដើម្បីមានភាពងាយស្រួល render ឲ្យស្មើឲ្យចឹងឲ្យស្អាតអញ្ចឹងទៅនេះគឺជាបន្ថែមទៅលើ grid ចឹងទៅបើសិនជាអ្នកចង់បានចុចណាន់មកចង់បើក grid មកចឹង column ជួឈរ row ជួដេក column ហ្នឹងបើប្រហែលតែសហ្នឹងតែសជួដេកហើយជួឈរហ្នឹងហើយចឹង column ហ្នឹងនេះចង់សេរីពណ៌ក៏បានដែរចុចពណ៌កាឈូកអូខេមកពណ៌កាឈូករួចទៀតអ្នកអាចបើកនេះក៏បានដែរបន្ថែមទៅលើ grid របស់យើងនេះគ្នា focus នេះការ render របស់យើងរៀងដូចកាមេរ៉ាអញ្ចឹងដូចការចាប់កាមេរ៉ាអញ្ចឹងបើសិនជាអ្នកចង់បានទេ antique វាចោលទៅជាការស្រាច់គឺបែបហ្នឹងអានេះដូចនេះចុចណាន់មកបិទហើយអានេះគឺជា composition overlay កន្លែងបើក grid
ហើយកន្លែងបន្តទៀតគឺកន្លែង rendering អញ្ចឹងក្នុងវីដេអូកាមេរ៉ានេះគឺមានតែប៉ុណ្្នឹងក្នុងវីដេអូបន្តខ្ញុំនឹងបង្ហាញអ្នកនរលម្អិតបន្ថែមទៅលើកន្លែង rendering តែម្ដងក្នុង Twinmotion អូខេបាយបាយ